បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងជួបគ្នាជាថ្មីម្ដងទៀតហើយដោយនៅមេរៀនមុនគឺយើងបានរៀនតាក់ទងទៅនឹង getting standard with your document ហើយយើងក៏បានសិក្សាហើយតាក់ទងនឹង getting standard នេះយើងធ្វើការតាក់ទងទៅនឹងការរៀបចំនៅកំណត់ការកំណត់នៅ page setup នេះណាកំណត់នៅចង្អះយើងរៀនតាក់ទងនឹងការ select តែយើងធ្វើការ select យ៉ាងម៉េចយើងដឹងហើយកាលពីសប្តាហ៍មុនឥឡូវថ្ងៃនេះខ្ញុំសូមលើកនៅមេរៀនថ្មីមួយចំនួនទៀតគឺតាក់ទងទៅនឹងការ formatting text កន្លែងនេះ formatting text and insert hyperlink ដោយចំណុចទី1ហ្នឹងគឺយើងតាក់ទងទៅនឹងការលឿនabout the toolbar shortcut menu ទី2គឺយើង change font style ទី3 change font size ទី4 change text color ទី5ហ្នឹង use the bold italic and underline button ហើយទី6 change text alignment ទី7 format the line spacing ទី8គឺ format paragraph spacing ហើយទី9គឺយើង insert hyperlink ហើយសូមណែនាំចំណុចទី1គឺតាក់ទងទៅនឹង learn about the toolbar shortcut menu កន្លែងហ្នឹងគឺយើងគឺថាយើងខ្ញុំចង់បង្ហាញតាក់ទងនឹងស្អីគេទៅគឺ toolbar shortcut menu ឥឡូវយើងសូមប្រឡេកទៅមើលទីនេះទាំងអស់នេះរូបនេះនេះទាំងអស់នេះគេហៅវាថា toolbar shortcut menu toolbar shortcut menu គឺជារូបមួយសម្រាប់យើងចូលទៅធ្វើអីបានផ្សេងទៀតយើងអាចចូលទៅធ្វើការដូរពន្ធអក្សរដូរអីគឺយើងអាចធ្វើការចុចសម្រាប់អត្ថបទឆ្វេងស្ដាំអីហ្នឹងអានេះគេហៅថាវាមានរូបឲ្យយើងចុចស្រេចគេហៅថា toolbar shortcut menu យើងក៏លំបាកចុច format ហើយយើងទៅរើសចូលច្រើនដងទេយើងអាចចូលអញ្ចឹងបានដូចគ្នាតែបើសិនជាមានរូបខ្សាច់នៅលើនឹងហើយយើងធ្វើការចុចដូចគ្នាតាមពិតនៅតាមនេះក៏មានរូបដែរនេះរូប table ឬក៏កន្លែង format អីវាមានដូចគ្នាដែរនេះអានេះគេហៅថា toolbar shortcut menu ដូចគ្នាឥឡូវយើងស្គាល់ហើយ toolbar shortcut menu ដល់មួយទៀតគឺយើងធ្វើការ change font style change font style នេះថាយើងធ្វើការផ្លាស់ប្ដូរនៅប្រភេទឬក៏តម្រងតួអក្សរធម្មតាអក្សរយើងឧទាហរណ៍ថាភាសាខ្មែរយើងមួយចុះយើងមានតម្រងជា font អក្សរឆ្លាក់តម្រងអក្សរឆ្លាក់និងជាងសរសេរតម្រងធម្មតាវាមានច្រើនភាសាអង់គ្លេសដូចគ្នាប៉ុន្តែភាសាអង់គ្លេសគឺច្រើនប្រើពីរ font ទីមួយគឺ font Arial ហើយ Times New Roman ឥឡូវយើងចូលទៅដល់ការដូរតែម្ដងទៅឥឡូវយើងចង់ធ្វើការផ្លាស់ប្ដូរ font អក្សរយើងធ្វើការ select វាអញ្ចឹងណា select អញ្ចឹងតែយើងចេះ select ហើយសប្តាហ៍មុនយើងរៀនហើយទាក់ទងការ select វាអញ្ចឹងហើយយើងមកដូរ font យើងដូរកន្លែងនេះអានេះគឺជា font ប្រភេទតម្រងអក្សរដែលយើងចង់ដូរទៅ font ណាមួយយើងរើសទៅប៉ុន្តែក្នុងភាសាអង់គ្លេសគឺមាន font ពីរទេគឺ font Times New Roman មួយនិង font Arial ទាក់ទងការសេអត្ថបទអីផ្សេងៗយើងចាំប្រើពីរ font នេះឥឡូវខ្ញុំចង់ដូរទៅ font Arial តើវាមានតម្រងខុសគ្នាយ៉ាងម៉េចហើយយើងចាំមើលកន្លែងដែលយើង select វាខុសគ្នាដល់ពេលយើង select នេះ font ហ្នឹងគឺទៅតម្រងធម្មតាហើយអក្សរទាំងអស់នេះគឺជាប្រភេទយើងប្រើ font Arial ពេលយើងដាក់ mouse ទៅឃើញកន្លែងហ្នឹងលោតថា font Arial ឥឡូវយើងដូរវាទៅ font Times New Roman ចុច select លើវាដែរយើងចង់ដូរទៅ font Times New Roman ចុចលើវាមកនេះឈ្មោះ font គឺ Times New Roman ចុចលើវាមកឃើញដូរតម្រងនេះដូរតម្រងឃើញអានេះទាក់ទងការផ្លាស់ប្ដូរនៅតម្រង font អក្សរយើងចង់ដាក់ font អីគេផ្សេងទៀតយើងចុចរើសមើលទៅចុចរើសមើលទៅឃើញ font ខុសគ្នាវាស្តៀងគ្នាតែចុចលើវាទៅអានេះគឺយើងដូរ font អានេះគឺស្រាញ់តែយើងចង់បានមួយណាក៏បានដែរតបន្តមកទៀតគឺយើងគេដាក់ថា change font size មានថាយើងផ្លាស់ប្ដូរនៅទំហំអក្សរតើអក្សរយើងនឹងគឺចង់បានទំហំប្រមាណធំប៉ុណ្ណាតូចប៉ុណ្ណាស្រាញ់តែយើងឥឡូវយើង select វាមកយើងចង់ដូរវានេះមកចុចកន្លែងនេះគេដាក់ថា font size ចុចលើសញ្ញាព្រួយនេះមកយើងនេះចង់បានទំហំប្រមាណចុចលើវាទៅធំប៉ុណ្ណាតូចប៉ុណ្ណាស្រាញ់តែយើងនេះកន្លែងនេះអានេះគឺយើងដូរ font size ដល់មួយទៀតគឺ change text color text color មានថាយើងផ្លាស់ប្ដូរនៅពណ៌អក្សរផ្លាស់ប្ដូរពណ៌អក្សរយើង select លើវាដូចគ្នាមកអានេះយើងថត3ជួរនេះចង់ដាក់ពណ៌ឲ្យគេផ្សេង select ទាំង3ហ្នឹងមកនេះចុចកន្លែងនេះ text color ហើយយើងរើសពណ៌មករើសពណ៌ចង់បានពណ៌អីយើងចុចលើវាទៅអានេះគឺយើងធ្វើការផ្លាស់ប្ដូរនៅពណ៌អក្សរដល់មួយទៀតយើងកន្លែងនេះ new bold italic and underline button មានថាកន្លែងនេះគឺយើងធ្វើការដាក់ជា bold មានថាដាក់ជាតួអក្សរដិត
italic ដាក់ជាតួអក្សរ straight ហើយ underline ថាយើងដាក់បន្ទាប់ពីក្រោមឥឡូវយើងចូលធ្វើការដាក់ជាអក្សរដិតយើងខ្ញុំសូម select វាកន្លែងនេះខ្ញុំសូម select វាហើយចង់ដាក់ជាតួអក្សរដិតយើងនេះប៊ូលចុចលើវាមកចុចមកអ្នកឃើញអក្សរយើងរៀនដិតធំជាងមុននេះហ្នឹងគឺយើងធ្វើការដាក់ជាតួអក្សរដិតដល់មួយទៀត italic យើង select វាដូចគ្នាដែរយើងចង់ធ្វើការដាក់ជាតួអក្សរ straight នេះមានរូប straight ហ្នឹងចុចលើវាមកតួអក្សរ straight ដល់មួយទៀតយើងចង់ធ្វើការដាក់ underline មានថាដាក់បន្ទាត់ពីក្រោមតួអក្សរនេះរូបវាកន្លែងនេះចុចលើវាមកយើងឃើញបន្ទាត់នេះបន្ទាត់នៅពីក្រោមយើងចង់ដោះវាយើងធ្វើការដោះដូចគ្នាដែរចុចដោះមកដោះតួអក្សរដិតអក្សរ straight អីហ្នឹងយើងដោះដូចគ្នាប៉ុន្តែយើងត្រូវ select សិនដល់បន្តមកទៀតខាងក្រោមនេះតាក់ទងទៅនឹង text alignment text alignment ហ្នឹងគឺតាក់ទងទៅនឹងការតម្រឹមអត្ថបទធម្មតាអត្ថបទយើងមានយើងឃើញអត្ថបទខ្លះមានការតម្រឹមកណ្ដាលនេះវាមកកណ្ដាលអញ្ចឹងជួនកាលវាមកឆ្វេងអញ្ចឹងជួនកាលវាមកតែសងខាងនេះវាស្មើអញ្ចឹងទៅដូច្នេះតាក់ទងទៅនឹង text alignment ហ្នឹងគឺតាក់ទងទៅនឹងការតម្រឹមអត្ថបទនឹងឯងឧទាហរណ៍ថាអត្ថបទយើងមួយនេះឧទាហរណ៍ថាកន្លែងនេះយើងចង់ធ្វើការតម្រឹមវាយើងចង់ធ្វើការតម្រឹមវាទៅខាងស្ដាំឬក៏ខាងឆ្វេងឬក៏កណ្ដាលណាឧទាហរណ៍យើងចង់ធ្វើការតម្រឹមវាមកខាងឆ្វេងនេះយើង select វាមកយើងមកមើលរូបកន្លែងនេះកន្លែងហ្នឹងវាថាវាតម្រឹមខាងឆ្វេងមានថាស្មើខាងឆ្វេងស្ដាំគឺវាអត់ខ្វល់ទេវាមានផ្លៃវែងហ្នឹងតែឥឡូវយើងចុចលើវាមកគឺវារត់មកខាងឆ្វេងឬក៏ខ្ញុំសូម select វាទាំងអស់ទៅដើម្បីយើងងាយយល់ select វាទាំងអស់មកយើងចង់ឲ្យមកខាងឆ្វេងចុចមកនេះអត្ថបទហ្នឹងគឺវាតម្រឹមខាងឆ្វេងកន្លែងហ្នឹងដោយសារខ្ញុំចុច tab ទេបានវារត់មកដកគ្នាមុនគេអញ្ចឹងដូច្នេះវាតម្រឹមឃើញវាតម្រឹមនេះអាខាងនេះវាអត់ស្មើទេខាងស្ដាំអត់ខ្វល់គឺខ្វល់តែខាងឆ្វេងទេឲ្យវាស្មើដល់យើងចង់តម្រឹមកណ្ដាលចុចលើវាមកអានេះគឺជាលក្ខណៈតម្រឹមកណ្ដាលអត្ថបទយើងចង់តម្រឹមស្ដាំនេះចុចកន្លែងហ្នឹងមកគឺយើងធ្វើការតម្រឹមតែផ្នែកខាងស្ដាំទេស្ដាំដល់មួយទៀតចង់តម្រឹមសងខាងចុចកន្លែងហ្នឹងគឺតម្រឹមសងខាងឡើងចាស់ទី5នេះកន្លែងនេះយើងឃើញនេះអត្ថបទនេះជាទូទៅរាល់អត្ថបទដែលយើងធ្វើការសរសេរគឺច្រើនធ្វើការតម្រឹមវាសងខាងយើងធ្លាប់ឃើញអត្ថបទណាមួយទេដែលណាខ្លះដែលគេសរសេរទៅមានខាងនេះក៏ស្មើហើយខាងនេះស្មើហើយចន្លោះផ្នែកកណ្ដាលនេះគឺវាធំតូចជាទៅកម្រិតដូច្នេះកន្លែងហ្នឹងគឺធម្មតារាល់អត្ថបទទាំងអស់គឺគេធ្វើការតម្រឹមវាជាលក្ខណៈតម្រឹមសងខាងដើម្បីយើងមើលទៅគឺមានសណ្ដាប់ធ្នាប់ឧទាហរណ៍ដូចយើងតម្រឹមវាទៅតម្រឹមខាងឆ្វេងគឺតម្រឹមឆ្វេងឃើញអត្ថបទផ្នែកហ្នឹងយើងវិញផ្លៃអត់ស្មើអត់ស្អាតឃើញទេធម្មតាគឺគេឲ្យវាតម្រឹមសងខាងដើម្បីយើងមើលទៅឃើញថាអត្ថបទយើងស្អាតមានរបៀបរៀបរយទៅហ្នឹងតកតងការតម្រឹមអត្ថបទដល់មួយទៀតតកតងទៅនឹងការកំណត់ line spacing កំណត់ line spacing កន្លែងហ្នឹងគឺមានន័យថាយើងកំណត់គម្លាតបន្ទាត់គម្លាតអក្សរយើងមួយបន្ទាត់តើឲ្យវាឃ្លាតគ្នាប៉ុណ្ណាឧទាហរណ៍ថានេះអត្ថបទយើងនេះខ្ញុំចង់ឲ្យអក្សរនេះប្រហែលបន្ទាត់ហ្នឹងឲ្យវានេះហ្នឹងឲ្យវាគម្លាតវាតូចប៉ុនគ្នាឬក៏ធំប៉ុនគ្នាចឹងទៅតែយើងកំណត់វាយ៉ាងម៉េចយើង select លើវាមកយើងមកចុចកន្លែងរូបនេះចុចមកគឺដាក់ line spacing ហើយនេះកន្លែងនេះ single មួយថាចន្លោះទំនេរវាគឺ 1.5 សង់ទីម៉ែត្រកន្លែងនេះ 1.15 គេដាក់លេខស្លាចកន្លែងនេះ 1.5 double នេះមានថាគម្លាតអក្សរពីមួយបន្ទាត់ទៅមួយបន្ទាត់នេះគឺត្រូវនឹង2សង់ទីម៉ែត្រដូច្នេះយើងចង់ធ្វើការកំណត់វាចង់ឲ្យវាធំឬតូចយើងអាចចុចលើនេះក៏បានឬក៏យើងនេះចូលទៅកន្លែង custom នឹងមកហើយកន្លែងនេះគេដាក់កំណត់ 1.5 ដូច្នេះកន្លែងនេះខ្ញុំចង់ដាក់ឧទាហរណ៍ថាកំណត់3សង់ទីម៉ែត្រចាស់ចូល3សង់ទីម៉ែត្រពីមួយបន្ទាត់ទៅមួយបន្ទាត់ចូល3សង់ទីម៉ែត្រចឹងទៅហើយកន្លែង paragraph នេះគឺតាក់ទងទៅនឹងការចំណងជើងអត្ថបទដែលយើងចង់ឲ្យ before នៅដំបូងតើវាឃ្លាតគ្នាប៉ុណ្ណាហើយបន្ទាប់នេះឲ្យវាឃ្លាតគ្នាប៉ុណ្ណាប៉ុន្តែកន្លែងនេះខ្ញុំជើងមិនបាក់ចាំនេះយើងឲ្យវា0ទៅយើងចង់ឲ្យវាស្មើទាំងអស់គ្នាសិនឲ្យវាស្មើមកចុច apply មកឥឡូវយើងឃើញកន្លែងហ្នឹងគឺគម្លាតវារាងធំចឹងទៅ3សង់ទីម៉ែត្រអញ្ចឹងគម្លាតវារាងធំតិចទៅអាហ្នឹងគឺតាក់ទងនឹងអក្សរកំណត់គម្លាតវាយើងចង់ឲ្យវាតូចទៅវិញយើងចូលកន្លែងហ្នឹងដែរយក custom មកយើងចូលវាប្រហែលចង់បានប្រហែលឧទាហរណ៍ថា 1.5 ទៅ 1.5 ចឹងទៅ apply ទៅអាហ្នឹងគឺគម្លាតអក្សរយើងកំណត់គម្លាតវាដើម្បីយើងមើលទៅឃើញថាស្អាតវាមានរបៀបរៀបរយបាទបន្តមកទៀតគឺយើងធ្វើការ format paragraph spacing អាហ្នឹងគឺ
តាក់ទងចំណងជើងរបស់វាទេតាក់ទងចំណងជើងតើយើងចង់អាចំណងជើងដំបូងយើងទៅឲ្យឃ្លាតគ្នាប៉ុណ្ណាអត្ថបទក្បាលអត្ថបទដំបូងវាឃ្លាតគ្នាប៉ុណ្ណាពីអក្សរក្រោមនេះយើងចូលទៅយើងធ្វើការសម្ដែងវាក៏បានយើងសម្ដែងវាទៅឧទាហរណ៍ចឹងទៅសម្ដែងវាចឹងទៅតើយើងចង់ឲ្យវាឃ្លាតគ្នាប៉ុណ្ណាយើងអាចចូលកន្លែងហ្នឹងមកហើយយើងយកនេះ add space before paragraph ដំបូងនឹងយើងយកវាអញ្ចឹងទៅក៏បានគឺយើងចូលទៅកំណត់អាកន្លែង custom បានយើងចុចទៅឃើញនេះកម្រិតវាឃ្លាតធំជាងគេបន្តិចទេអាកន្លែងនេះអានេះយើងចង់ធ្វើការដាក់កម្រិតវាដូចវាមានអីសំខាន់ទេយើងចង់ចូលដាក់យើងចង់ចូលអត់ទៅឡើយណា select លើវាម្ដងទៀតមកយើងចង់ឲ្យវាទៅធម្មតាវិញយើងអាចចឹងទៅមកចុចកន្លែងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់ចេះ remove វាអញ្ចឹងទៅយើងចង់ remove វាចុចកន្លែងនេះឥឡូវយើងចង់ remove ចំនួននេះចង់ remove វាយើងចុចកន្លែងនេះហើយយើង remove វាចេញឲ្យវាមកធម្មតាវិញទៅទេវាមកធម្មតានេះទាក់ទងថាវាថាឲ្យវាទៅធ្វើទៅទីកំណត់ដូចដើមវិញដូចដើមវិញបាទបន្ទាប់មកទៀតគឺយើងធ្វើការ insert hyperlink ពាក្យថា insert hyperlink នេះគឺមានន័យថាយើងកំណត់គឺថាយើងធ្វើការចំណាំនៅទីតាំងឯកសារណាមួយដែលយើងចង់បើកមានថាបើសិនជាយើងគ្រាន់តែធ្វើការចំណាំយើងវាអក្សរចំណាំកន្លែងហ្នឹងទៅយើងចង់តែបើកអក្សរដែលឯកសារឬក៏អត្ថបទណាដែលយើងចង់បើកវាយើងគ្រាន់តែចុចលើវាទៅវា link ទៅកាន់ទីតាំងណាដែលទៅកាន់អត្ថបទដែលយើងចង់បើកនោះហើយឧទាហរណ៍ថាឥឡូវបើសិនជាខ្ញុំនិយាយចឹងអ្នកទាំងអស់គ្នាអត់យល់ទេឥឡូវខ្ញុំឧទាហរណ៍ថាយើងចង់ទៅបើកនៅ website ណាមួយខ្ញុំចុចបើក browser មកខ្ញុំចង់ទៅកាន់ website របស់ក្រុមហ៊ុន Microsoft ទៅ www.microsoft.com បាទនេះគឺជា website របស់ក្រុមហ៊ុន Microsoft យើងចង់ទៅកាន់ទីតាំងរបស់ក្រុមហ៊ុន Microsoft យើងចូលទៅប៉ុន្តែឧទាហរណ៍ថាយើងចង់ថ្ងៃក្រោយអត់ចង់ចូលទៅចុចកន្លែងទាំងថ្ងៃ www.microsoft ទេយើងចង់តែកាន់តែចុចកន្លែងហ្នឹងទៅវារត់មកកាន់ទីតាំងហ្នឹងទៅមកដូច្នេះដើម្បីធ្វើអញ្ចឹងបានគឺយើងធ្វើការ copy វាមក copy website នេះមក Ctrl C មកគឺ copy វាទុកមកបន្ទាប់មកទៀតយើងដាក់វាមកក្រោមដើម្បីកុំឲ្យច្រឡំហើយមកចុចកន្លែងនេះយើងមកចុចកន្លែងនេះគេដាក់ថា insert link ចុចលើវាមួយមកហើយកន្លែងហ្នឹងគឺយើងចំណាំតែកន្លែងហ្នឹងគឺចង់ធ្វើឲ្យគេទៅបើកឯកសារណាមួយឬទៅបើក website ណាមួយកន្លែងហ្នឹងខ្ញុំចង់បើក website របស់ក្រុមហ៊ុន Microsoft ដូច្នេះកន្លែងហ្នឹងដាក់ថា Microsoft Web ចឹងទៅ Microsoft Web ចឹងទៅទៅមកកន្លែងហ្នឹង link path link or search មានថាគេឲ្យស្វែងរក path link មានថាបង្ហាញអា link ដែលយើងបាន copy មិញចូលក្នុងនេះមកឬក៏យើងអាចវា search រកវាក្នុងនេះក៏បានតែខ្ញុំបាន copy វាទុកចាំគ្រាន់តែចុច Control V មកវិញមកដើម្បី path link នេះមកនេះ link ដែលយើងបាន copy នេះហើយខ្ញុំចុច apply ហើយខ្ញុំឧទាហរណ៍ខ្ញុំសូមបិទwebsite របស់ក្រុមហ៊ុន Microsoft ហើយខ្ញុំចង់ធ្វើការចុចតែកន្លែងនេះទេឲ្យរត់អានេះរត់មកកាន់ក្រុមហ៊ុន Microsoft ហើយចុចលើវាមកអ្នកវាមានរូបរបស់យើងចុចលើនេះឃើញយើងឃើញវាលិចមកកាន់នេះនេះដូច្នេះយើងអត់បាក់ចូលទៅចុចកន្លែងហ្នឹងហើយយើងវាយទៅ www.microsoft ឯណានៃវិញឆ្ងាយទេយើងគ្រាន់តែចំណាំវាទុកកន្លែងហ្នឹងទៅចុចលើវាមករត់មកដល់មួយទៀតឧទាហរណ៍ថា website ខ្ញុំចង់បង្កើត website យើងចង់ link ទៅកាន់ website YouTube ឬក៏ Facebook ហ្នឹងទៅ Facebook ឥឡូវយើងកន្លែងនេះយើងចូលទៅកាន់ website Facebook ហ្នឹងទៅ www.facebook ហ្នឹងទៅ .com កន្លែងនេះខ្ញុំសូមសាច់ឲ្យសិនបាទកន្លែងនេះយើងចង់ចូលទៅកាន់ website Facebook យើង copy ទាំងអស់អញ្ចឹងមកគឺគេយើងដាក់ copy ចឹងទៅកុំឲ្យច្រើន
Chứ một bạn CV các bạn chỉ cần là vay www.facebook.com đó. Hay những thư ca copy về tại copy về nó copy nó và tập máu dương đã bao dương cầm nó hay dương cho lại insert link trên việc máu hai cái lại đấy thì ta thá Facebook web trên thế Facebook web trên tay web trên thế hoặc lại nếu dương pha link dùng nó tôi vì mà tập máu apply hai bên sân dương cho báo thôi nhưng bật thì đúng khi cho báo về những như ai chọn nó cho cho nên chân viên mà cần này cần website bọc Facebook này còn Facebook cái ảnh nó cứ tiện tông từ nâng ca insert link đấy mê riêng khi bạn mình chọn trong bản đăng đá không tha mê riêng những chui những khăn đại miền những đông thêm những tông từ nâng cá rau pra những Google Doc bạn mê riêng những số một chọn trong tay bản đăng hai dương chụp nên là mê riêng khói khói chiết và số một cuốn và số một lìa